ស្ដីបងប្អូនអ្នកគ្នាចឹងថ្ងៃនេះជួបគ្នាសារជាថ្មីនៅថ្ងៃទី4ខែ2 2026បាទអញ្ចឹងតម្លៃហាងឆេងមាសនៅក្នុង time frame 1ម៉ោងបាទអញ្ចឹងយើងឃើញហើយថាទីផ្សារឥឡូវហ្នឹងវាកំពុងតែ up trend នៅឡើយទេបងប្អូនបាទអញ្ចឹងវាអត់ទាន់បានបំបីនៅ support ណាមួយទេដែលតម្រូវឲ្យទីផ្សារមាសមានការធ្លាក់ចុះបាទប៉ុន្តែគឺបើសិនជាវាមកបំបែកនៅតម្លៃ support ឬក៏តម្លៃ low របស់វាដែលនៅតម្លៃ4890ជាងនេះអញ្ចឹងទីផ្សារមាសវានឹងបន្តធ្លាក់ចុះទៀតដែលវាអាចនឹងមកដល់តម្លៃ support ខាងក្រោមដែលនៅ4600បាទ4600ឬក៏ក្រោមនឹងតិចតួចបាទហើយបើសិនជាវាមកផុតតម្លៃ low នឹងទៀតអញ្ចឹងទីផ្សារមាសគឺវានឹងបន្តធ្លាក់មកដល់តម្លៃ4400បន្ថែមទៀតបាទចឹងហើយបងប្អូនអរគ្នាត្រូវតែមានការប្រុងប្រយ័ត្នមែនទែនបាទចឹងបើសិនជាទីផ្សារមាសវាមិនធ្លាក់ចុះមកបំបែកទេមកបំបែកនៅតម្លៃ low នេះទេចឹងទីផ្សារមាសអាចនឹងរត់ទៅរកតម្លៃ5460បាទអញ្ចឹងហើយបងប្អូនទាំងអស់គ្នាគួរណាតែព្យាយាមទិញឲ្យបានច្រើនជាងលក់បាទបើសិនជាយើងចូលទិញគឺវាសុវត្ថិភាពជាងលក់បាទហើយរាល់ការចូលផ្សារទាំងអស់ខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាប្រើ SL បាទចូលផ្សារគឺត្រូវតែដាក់ដាច់ខាតគឺ SL បាទហើយបើសិនជាទីផ្សារនឹងវានៅតែបន្តទៅខាងលើទៀតបាទដែលវាបានបំបែកនៅតម្លៃ resistance ដែលនៅតម្លៃ5460អញ្ចឹងវានឹងបន្តទៅខាងលើទៀតហើយបងប្អូនអរគ្នាដែលវាអាចនឹងមកដល់តម្លៃ5600បាទប៉ុន្តែបើសិនជាវានៅតែបំបែកទៀតអញ្ចឹងទីផ្សារនោះវាច្បាស់ណាស់អាចនឹងទៅដល់តម្លៃ6000បាទអញ្ចឹងហើយបងប្អូនទាំងអស់គ្នាគឺត្រូវតែព្យាយាមទិញមែនទែនតែបើសិនជាវាធ្លាក់មកច្រើនហើយវាបំបែកនៅតម្លៃ support គឺយើងចាប់ផ្ដើមលក់វិញម្ដងបាទហើយថ្ងៃនេះខ្ញុំបាទក៏មានតែប៉ុណ្ណឹងដែរបាទសូមឲ្យបងប្អូនទាំងអស់គ្នាត្រូវចំណេញច្រើន